lư tha Campuchia miền fighter jet đại tả hỏi ban bằng chun oi sắc xaក្រៅប្រទេសបាទរឿងនឹងពិតបាទលោកហ៊ុនសែនបានទិញយន្តហោះ J35 ចំនួន100គ្រឿងដែលបច្ចុប្បន្ននេះអាកាសយានិកកំពុងសិក្សាបើសង្គ្រាមបន្តតែ2សប្តាហ៍ទៀតថៃមកពីព្រោះត្រៀមហើយអញ្ចឹងយើងមាន J35 ដែលក្រុមហ៊ុនចិនសឹងតែផលិតមិនបានលោកហ៊ុនសែនមិនចង់ប្រើ J10 ទេពីព្រោះជ្រុលនឹងវាយហើយជ្រុលនឹងវាយសៀមតលទៅឲ្យសៀមដឹងថាប្រទេសកម្ពុជាយើងមិនមែនប្រទេសអ្នកក្រទេថ្មីត្បិតតែយើងស៊ីអំបុកមែនក៏ប៉ុន្តែវាជាចំណូលចិត្តរបស់ទាហានយើងណាការដែលយើងបរិភោគអាហារកញ្ចប់របស់កងទ័ពវាអត់ឆ្ងាញ់ដូចអំបុកទេអញ្ចឹងបើយើងនិយាយអំពីគុណភាពនៃអាហារវិញកងទ័ពលោកហ៊ុនសែនមានគុណភាពអាហារខ្ពស់ជាងសហរដ្ឋអាមេរិកបើយើងធ្វើសម្ភាសជាមួយនឹងទាហានសហរដ្ឋអាមេរិកវាស៊ីអា food កញ្ចប់មានណាអា food កញ្ចប់វានឹងស៊ីទៅចង់ក្អួតអត់ឆ្ងាញ់ទេទាហានរបស់លោកហ៊ុនសែនត្រូវបរិភោគនៅអាហារឆ្ងាញ់អញ្ចឹងហើយបានជាលោកហ៊ុនសែនដែលជាអគ្គភស្តុភារហ្នឹងរៀបចំអំបុកស្រូវថ្មីឈ្ងុយឈ្ងប់ជាមួយនឹងត្រីផាត់សាច់ផាត់សាច់ក្រកសណ្ដែកល្ងដើម្បីឲ្យកងទ័ពយើងហ្នឹងបានទទួលទានប្រកបទៅដោយជីវជាតិហើយមានរសជាតិជាខ្មែរត្រឹមត្រូវដែលគេហៅកម្ពុជាសប្ងៃអញ្ចឹងគុណភាពនៃការរៀបចំកងទ័ពក្នុងនាមលោកហ៊ុនសែនជាអគ្គភស្តុភារគឺរៀបចំដោយចក្ខុវិស័យវែងឆ្ងាយណាកូនលោកតាគេថាសន្តិភាពហើយតើពិតទេសន្តិភាពមានស្រេចគ្រាន់តែពេលនេះលោកហ៊ុនសែនក៏ទុកមកអន្លើដើម្បីបដៅសៀមកុំឲ្យវាប្រហើនណាសន្តិភាពមានស្រេចប្រទេសកម្ពុជាមានសន្តិភាពស្រេចកូនណាឮថាកម្ពុជាមានចិត្តឆ្លើយហើយគេអ្នកប្រើឬក៏យើងប្រើកូន China sold VT4 tanks to Thailand and sold GAMO2 102 to Cambodia នេះគឺជាទីផ្សារដែលចិនមានភាពឆ្លាតវៃក្នុងការលក់សព្វាវុធប្រទេសកម្ពុជាយើងមានភ័ព្វវាសនាណាស់ដែលคล้ายទៅជាប្រទេសមុនដំបូងបង្អស់សម្រាប់មហាមិត្តចិនសាកសព្វាវុធជាមួយនឹងកងទ័ពថៃយើងមិននឹកស្មានថាយើងមានវាសនាដល់ប៉ុណ្្នឹងទេដូច្នេះរឿងនេះរឿងសំខាន់ហើយនឹងជាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់យើងណាមិនងាយប្រទេសណាបានសាកអាវុធទំនើបចំនួនទី5អញ្ចឹងទេណាយើងធ្វើបានណានឹងអញ្ចឹងunknown ឮថាកម្ពុជាឆ្លើយហើយកូនណាសរសេរច្រើនដងពេកប្រយ័ត្ន system វា kick out កូនឯងបាត់ណាកូនឯងសរសេរច្រើនពេកsystem ហ្នឹងវាដេញចាញ់ណាកូនណា Thaksin they say Cambodia is at peace now yes it is true កូន yes សង្គ្រាមលើកនេះតើកម្ពុជាមានចំណេញអ្វីខ្លះនឿនតារាសង្គ្រាមលើកនេះកម្ពុជាចំណេញច្រើនណាចំណេញច្រើនទី1គឺធ្វើឲ្យសេដ្ឋកិច្ចសៀមយ៉ាងតិចពាក់កណ្ដាលត្រូវរលំរលាយដោយព្រំដែនកម្ពុជាថៃឡង់ត្រូវបិទនឹងទី1ទី2ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាចម្រើនយ៉ាងតិច 30% ពីព្រោះដាស់ឲ្យប្រជាជននៅកម្ពុជាមានស្មារតីស្នេហាជាតិលើកតម្កើងផលិតផលខ្លួនឯងនឹងទី2ទី3ធ្វើឲ្យប្រជាជននៅកម្ពុជាមានស្មារតីរឹងមាំជឿទុកចិត្តលើនយោបាយដ៏ឆ្នើមមានចក្ខុវិស័យរបស់សម្ដេចតេជោនឹងទី3ទី4បង្ហាញពីវីរភាពនិងភាពឆ្លាតវៃថ្នាក់បណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលចេះធ្វើនយោបាយដែលគ្មានខ្មាំងសត្រូវណាអាចស៊ើបដឹងបានគឺជានយោបាយដ៏អស្ចារ្យរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលស្ងាត់ប៉ុន្តែសកម្មភាពមិនស្ងៀមនេះគឺសុទ្ធតែជាចំណុចល្អដែលខ្មែរយើងអត់ដែលមានទេតាំងពីអាណាចក្រអង្គរមកគឺអត់មានទេណាអញ្ចឹងនិយាយទៅយើងចំណេញសពមុខហើយផ្លែផ្កាមិនទាន់ចេញផ្លែផ្កាអស់ទេដូច្នេះហើយវាត្រូវការមួយឆ្នាំពីរឆ្នាំទៀតផ្លែផ្ការទៅចេញនៅពេលហ្នឹងហើយដែលខ្មែរយើងដែលយើងជាពលរដ្ឋកម្ពុជាហ្នឹងនឹងបានទទួលដឹងច្បាស់ថាក្រោមការដឹកនាំរបស់សម្ដេចតេជោនិងក្រោមការដឹកនាំរបស់សម្ដេចធិបតីគឺខ្មែរយើងកើតមកនៅក្នុងចំនួននេះមានសំណាងណាស់វាប្រៀបបាននឹងខ្ញុំដែលកំពុងតែស្រក់ទឹកភ្នែកកើតមហារាជចិត្តងាប់ដែលមិនបានរស់មើលឃើញសេចក្តីថ្លៃថ្នូរចម្រើនរុងរឿងក្រោមការដឹកនាំរបស់សម្ដេចទាំងពីរវាប្រៀបបានដូចឥសីសម័យព្រះពុទ្ធអង្គទ្រង់ប្រសូតនៅដែលទារកអនាគតព្រះសម្មាសម្ពុទ្ធត្រូវបានយកមកបង្ហាញមន្ត្រីសេនាបតីនិងគ្រូបាអាចារ្យនៃក្រុងកបិលភ័ស្ត្រដែលមានឥសីដ៏ល្បីម្នាក់បានប្រហូរយំហើយនៅពេលដែលសម្ដេចព្រះសុទ្ធោទត្ត
តែជាព្រះវរៈបិតារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សួរទៅកាន់ឥសីនោះថាមកដេចបានមហាឥសីយំសោកយ៉ាងនេះមហាឥសីដល់ល្បីល្បាញនៅពេលនោះក៏បាននិយាយថាវាមិនមែនជាការយំសោកទេគឺជាការស្ដាយសំណោះយ៉ាងខ្លាំងដែលទូលបង្គំជាខ្ញុំមិនអាចនៅមានជីវិតឃើញទេរៈនេះคล้ายទៅជាព្រះត្រាស់ដឹងនៃអនាគតខ្ញុំចេញសក់ក៏ដូចគ្នាត្រូវស្រក់ទឹកភ្នែកទៅហូរយំមិនឲ្យប្រពន្ធដឹងដោយនឹកស្ដាយសំណោះថាមិនបានរស់នៅមើលឃើញសេចក្តីថ្កុំថ្កើងរុងរឿងរបស់សម្ដេចទាំងពីរដែលដឹកនាំប្រទេសណាអញ្ចឹងណាបងប្អូនណា Uncle do you think the war between Cambodia and Thai finished yes វាអ្វីវាស្រាច់សម្ដេចហ៊ុនសែនណាអូខេវិរៈសក់គេថាឈប់បាញ់ហើយបាទឈប់បាញ់ហើយណាអានោះអញ្ចឹងតើកម្ពុជាទទួលបានសន្តិភាពពិតមែនឬទេបាទពិតមែនបាទ Cambodia 511 do you believe it Cambodia is peaceful again from soy សភាព yes 100% plus 900% total 1000% okay Belletre 3254 Grandpa your recent video expose and explain the whole situation okay thank you ស្រីនាងសួស្ដីម៉ាម៉ៅណាគេដាក់តាំងហើយថតលាយពណ៌បដ යි បាទ At this point, conflict is like a weapon showroom that China put out for the world to see. Yes, it is true. Okay? Now, រស់ឋានៈថៃទិញទេដឹងលោកអ៊ំថៃអត់មានលុយទិញទេកូនមួយគ្រឿងរាប់លានសម្ដេចហ៊ុនសែនទិញជាពិសេសយកមកប្រើរិទ្ធិស័កអញ្ចឹងបានរត់ពះដែកវាស្រោបដោយឫស្សីបាទវាបន្លំខ្លួនស្រោបរត់ពះដែកដោយឫស្សីឬស្រោបដោយសំណាញ់បងត្រីហើយមានរត់ពះដែកមួយចំនួនធ្វើរៀនដាក់ពីលើទៀតណាបាទអានោះអញ្ចឹងថ្មីពេកអ៊ំមិនមែនរបស់ខ្មែរទេម៉ៅពេលយើងរៀនមើលអញ្ចឹងណាកូនពេលរៀបមង្គលការឬមានពិធីអីមួយគ្រួសារខ្មែរយើងជាពិសេសគ្រួសារមន្ត្រីជាន់ខ្ពស់គឺសិតតែប្រើរបស់ថ្មីដែលបានសេចក្តីថាប្រទេសយើងមិនមែនជាប្រទេសក្រីក្រទេនៅក្នុងរយៈពេល30ឆ្នាំនេះយើងកសាងខ្លួនមានសន្ទុះរាប់ពាន់%ទៅមុខយើងកុំឲ្យគិតថាខ្លួនយើងអត់ទេសោះយើងត្រូវគិតថាខ្លួនយើងសប្តាហ៍នេះណាយើងឆ្នាំ50យើងខ្លាយទៅជាមហាអំណាចអនុតំបន់ណាមហាអំណាចអនុតំបន់ដោយសារអីដោយសារតែសង្គ្រាមលើកនេះធ្វើឲ្យប្រទេសវៀតណាមអីខ្លោបខ្លាចគេមិននឹកស្មានថាប្រទេសយើងជឿនលឿនដល់ប៉ុណ្្នឹងទេដូច្នេះហើយមិនមែនរឿងធម្មតាទេយើងត្រូវមានមោទនភាពសេចក្តីរីករាយចំពោះប្រទេសយើងណាអាហ្នឹងអញ្ចឹងបាទ Grandpa I saw many people said finally the war is over because voice and pressure from China I saw many people celebrating right now ជាការពិតដំណឹងល្អចិនបានទទួលជោគជ័យនៅពេលដែលលោកប្រធានាធិបតី Donald Trump បរាជ័យ We are not cooked yet of course we need to put some in refrigerator ណា Okay